តើអ្នកជឿទេថាការកាត់មែកចេញខ្លះអាចធ្វើឲ្យដំណាំឲ្យផលកាន់តែច្រើនសូមមកស្វែងយល់ពីអត្ថប្រយោជន៍នៃការតាក់តែងមែកដំណាំទាំងអស់គ្នាបងប្អូនអរគ្នានៅពេលដែលយើងធ្វើការតាក់តែងមែកដំណាំបានត្រឹមត្រូវវាជួយច្រើនមែនទែនទៅដល់ដំណាំរបស់យើងទី1ជួយឲ្យពន្លឺថ្ងៃវាចូលបានល្អបានន័យថានៅពេលដែលយើងធ្វើការតាក់តែងមែកដំណាំតាក់ទងជាមួយដំណាំឈើហូបផ្លែដូចជាមានប៉ៃលិនស្វាយកែលមៀតឬក៏ចន្ទីអីចឹងណាចឹងនៅពេលដែលយើងធ្វើការតាក់តែងមែកបានត្រឹមត្រូវពន្លឺថ្ងៃក៏វាចូលបានសព្វល្អនៅពេលដែលពន្លឺថ្ងៃវាចូលបានសព្វល្អកត្តាចង្រៃមួយចំនួនក៏វាអត់អាចកើតឡើងដែរបងប្អូនគ្នាដូចជាសត្វល្អិតឬក៏ជំងឺអញ្ចឹងណាអញ្ចឹងនៅពេលដែលពន្លឺថ្ងៃវាចាំងចូលបានសព្វល្អនោះសត្វល្អិតក៏វាអត់សូវមានដែរបងប្អូនគ្នាមិនមែនថាវាអត់មានសោះទេប៉ុន្តែក៏វាមិនសូវមានច្រើនដូចដែលយើងអត់ធ្វើការតាក់តែងមែកទុកមែកច្រើនណាហើយតាក់ទងជាមួយនឹងជំងឺក៏វាអត់សូវកើតឡើងដែរដោយសារតែពន្លឺថ្ងៃវាចាំងចូលទៅដល់ផ្នែកផ្សេងនៃដើមរបស់យើងអញ្ចឹងវាធ្វើឲ្យអត់អាចមានកើតឡើងនៅជំងឺបានងាយស្រួលទេទី2នេះគឺវាជួយឲ្យខ្យល់ចេញចូលបានល្អចឹងនៅពេលដែលបងប្អូនធ្វើការតាក់តែងមែកបានត្រឹមត្រូវវាជួយឲ្យខ្យល់ចេញចូលបានសព្វល្អអញ្ចឹងការកើតនៃជំងឺផ្សិតឬក៏បាក់តេរីមួយចំនួនដែលវាទាមទារនៅសំណើមខ្ពស់ហ្នឹងក៏វាមិនងាយកើតដែរបងប្អូនគ្នាអញ្ចឹងនៅពេលដែលបងប្អូនគ្នាទុកដំណាំអត់ធ្វើការតាក់តែងមែកនៅស្តុកអញ្ចឹងនៅពេលដែលមានភ្លៀងធ្លាក់មកវាចាប់ផ្ដើមសើមគ្រប់ទាំងអស់នៃស្លឹកនៃដើមអញ្ចឹងនៅពេលដែលវាអត់មានខ្យល់ចេញចូលឬក៏ពន្លឺថ្ងៃចេញចូលបានល្អទេនោះវាអាចវិវត្តទៅជាជំងឺផ្សិតឬក៏បាក់តេរីមួយចំនួនទី3គឺគ្រប់គ្រងការលូតលាស់អញ្ចឹងយើងដឹងហើយបងប្អូនគ្នានៅពេលដែលដំណាំរបស់យើងអត់ធ្វើការតាក់តែងមែកវាលូតលាស់តាមតែចិត្តវាតែម្ដងជួនកាលទៅវាលូតតែទៅលើអញ្ចឹងវាអត់បែកមកខាងអីចឹងទៅនៅពេលដែលបងប្អូនធ្វើការតាក់តែងមែកបានល្អអញ្ចឹងយើងដឹងថាមែកណាដែលគួរទុកមែកណាដែលយើងគួរកាត់ចោលអញ្ចឹងការលូតលាស់របស់វានឹងលូតមកយើងបានផលពីមែកនឹងតែម្ដងអញ្ចឹងបងប្អូនគ្នាចំណុចទី4គឺវាងាយស្រួលក្នុងការត្រួតពិនិត្យក៏ដូចជាងាយស្រួលក្នុងការបាញ់ថ្នាំអញ្ចឹងចំណុចនេះក៏សំខាន់ដែរបងប្អូនគ្នានៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការតាក់តែងមែកបានល្អណាអញ្ចឹងបងប្អូនទាំងគ្នាក៏ងាយស្រួលក្នុងការត្រួតពិនិត្យវត្តមានសត្វល្អិតក៏ដូចជាជំងឺផងដែរនៅពេលដែលមែកស្ដុកពេកយើងអត់អាចពិនិត្យបានងាយស្រួលទេអញ្ចឹងនៅពេលដែលយើងកាត់មែកឆ្លាស់ល្អទៅនៅពេលដែលយើងចុះពិនិត្យចំការត្រួតពិនិត្យចំការក៏យើងងាយស្រួលនឹងរកឃើញនៅសត្វល្អិតក៏ដូចជាជំងឺដែលពេលវាកើតឡើងអីចឹងណាហើយទី2ហ្នឹងគឺវាស្រួលបាញ់ថ្នាំបងប្អូនគ្នានៅពេលដែលមែកអត់អញ៉ៃអត់ស្ដុកអីហ្នឹងគឺយើងបាញ់ថ្នាំទៅចូលសពដើមសពមែកតែម្ដងនៅពេលដែលបងប្អូនទុកឲ្យស្ដុកពេកអញ្ចឹងយើងបាញ់ថ្នាំទៅប៉ះតែស្លឹកខាងក្រៅទេខាងក្នុងអត់ប៉ះទេអញ្ចឹងនៅពេលដែលជំងឺឬក៏សត្វល្អិតនៅខាងក្នុងគឺអត់អាចដល់វាទេអញ្ចឹងណាបងប្អូនគ្នាចំណែកឯចំណុចទី5នោះគឺជួយបង្កើនទិន្នផលបងប្អូនគ្នាអញ្ចឹងយើងដឹងហើយថានៅពេលដែលដំណាំយើងទុកមែកដែលត្រឹមត្រូវល្អទុកមែកដែលយើងគិតថាវាឲ្យផលល្អអញ្ចឹងនៅពេលដែលសារធាតុចិញ្ចឹមឡើងមកគឺវាទៅចិញ្ចឹមមែកក៏ដូចជាទៅចិញ្ចឹមផ្កាផ្លែដែលយើងទុកនឹងតែម្ដងបងប្អូនគ្នាដូចឧទាហរណ៍ថាយើងងាយស្រួលស្ដាប់ឧទាហរណ៍ថាផ្ទះយើងមានសមាជិក5នាក់ហើយយើងដាំបាយ4កំប៉ុងអញ្ចឹងការហូបចុកនៅក្នុងផ្ទះហ្នឹងគឺអាចថាគ្រប់គ្រាន់ប៉ុន្តែនៅពេលដែលយើងមានសមាជិក10នាក់ហើយយើងដាំតែ4កំប៉ុងទៀតអញ្ចឹងវាធ្វើឲ្យការញ៉ាំរបស់ពួកគាត់ហ្នឹងគឺអត់គ្រប់គ្រាន់ទេអញ្ចឹងដូចគ្នានៅពេលដែលដំណាំមានមែកច្រើនស្កេសស្កាស់ហើយយើងការដាក់ជីទៅនៅដដែលអញ្ចឹងវាធ្វើឲ្យការផ្ដល់នូវសារធាតុចិញ្ចឹមទៅដំណាំរបស់យើងគឺវាអត់គ្រប់គ្រាន់ទេបងប្អូនគ្នាហើយក៏ឲ្យទៅអត់ល្អដែរអញ្ចឹងណាអញ្ចឹងអានេះគឺសំខាន់មែនទែនបងប្អូនទាំងអស់គ្នាសូម្បីតែដំណាំបន្លែក៏យើងត្រូវតែកាត់ស្លឹកឬក៏កាត់ខ្នែងអីចេញខ្លះដើម្បីជួយឲ្យសារធាតុចិញ្ចឹមនិងវារុញទៅដល់ផ្លែបានផលច្រើនអញ្ចឹងណាបងប្អូនគ្នាអូខេបងប្អូនគ្នាខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ធ្វើការចែករំលែកហើយភាគច្រើនបងប្អូនគ្នាដែលមើលវីដេអូរបស់ខ្ញុំគឺអត់ចុច follow ចុច like ចុច share subscribe អីទេអញ្ចឹងសូមជួយចុច like ចុច follow អី subscribe ម្នាក់មួយផងបងប្អូនគ្នាដើម្បីទទួលបាននៅវីដេអូជាបន្តទៀតអរគុណ